សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំលើកយកផលបាក់នៃជំងឺទឹកនោមផ្អែមជំងឺទឹកនោមផ្អែមគឺមកពីជាតិស្ករនៅក្នុងឈាមរបស់យើងហ្នឹងវាឡើងខ្ពស់ហើយក៏វាអាចបំផ្លាញកោសិកាឬក៏សរីរាង្គយើងមួយចំនួនដូចជាទី1គឺការខូចខាតភ្នែកណាការខូចខាតភ្នែកជំងឺទឹកនោមផ្អែមអាចបំផ្លាញភ្នែកតាមមើលមិនឃើញមិនសូវច្បាស់ឬក៏ការបាត់បង់ការមើលឃើញរបស់យើងហ្នឹងទី2ខូចខាតដំណងនោមណាខូចដំណងនោមហ្នឹងជាតិស្ករនៅក្នុងឈាមខ្ពស់អាចបំផ្លាញដំណងនោមរបស់យើងហ្នឹងបន្តិចម្ដងដោយយើងមិនដឹងខ្លួនទេទី3គឺការខូចខាតសរសៃប្រសាទគឺវាអាចបណ្ដាលឲ្យយើងស្ពឹកឬក៏ហាយឬក៏ឈឺចាប់នៅជាពិសេសគឺនៅចុងជើងណាចុងជើងយើងការចាប់ទី4គឺជំងឺបេះដូងជំងឺទឹកនោមផ្អែមបង្កើនហានិភ័យនៃការគាំងបេះដូងនិងបញ្ហាបេះដូងផ្សេងៗមួយចំនួនដែរទី5ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលណាវាអាចបំផ្លាញសរសៃឈាមយើងនិងបង្កហានិភ័យនៃការជំងឺសរសៃឈាមដាច់សរសៃឈាមខួរក្បាលជាមកអាចធ្វើឲ្យយើងដូចជាឡើងស្ពាតជើងខ្លាំងធ្វើឲ្យដាច់សរសៃឈាមខួរក្បាលដែរទី6គឺបញ្ហាជើងណាពេលបញ្ហាជើងជួយធ្វើឲ្យយើងមានហានិភ័យដូចជាការហូរមានអារម្មណ៍ល្អក៏នៅមិនល្អហើយនឹងការលំហូរឈាមមិនបានល្អអាចនាំឲ្យយើងមានដំបៅយើងមុតអីទៅមានដំបៅហ្នឹងហើយនឹងមានបញ្ហាជើងធ្ងន់រហូតដល់ខ្លះអាចនឹងរហូតដល់កាត់ជើងក៏មានដែរពេលណាដែលមានដំបៅទៅអត់ជាក៏អាចឲ្យយើងកាត់ជើងណាកាត់ជើងទៅទី7គឺការព្យាបាលមុខរបួសណាគឺស្នាមហ្នឹងវាយឺតណាការមុខរបួសយឺតណាការស្នាមកាត់ឬក៏របួសហ្នឹងស្នាមហ្នឹងអាចនឹងជាសបោយយឺតជាងធម្មតាព្រោះមានជាតិស្ករអត់នេះទេជាតិស្ករគាត់ឡើងខ្ពស់ណាមានជាតិស្ករក្នុងឈាមច្រើនវាអត់មានជួនកាលទៅវាអត់ចិញ្ចឹមផងវាអត់ខ្សែឈាមទៅចិញ្ចឹមកន្លែងដែលមុខរបួសហ្នឹងឲ្យវាបានដោះសាច់ល្អគឺអត់ទេអត់ទៅមានវាសះឲ្យលឿនទេបើធម្មតាយើងគឺខ្សែឈាមរត់ស្រួលទៅនាំសារជាតិចិញ្ចឹមទៅឲ្យខ្សះហ្នឹងឬក៏តាមលាបតាមសះទៅឲ្យវាទៅសះនៅកន្លែងមុខរបួសបានលឿនណាដល់ពេលយើងមានទឹកនោមផ្អែមគឺវាយឺតដែរទី8ការឆ្លងមេរោគកាន់តែច្រើនណាអញ្ចឹងគាត់ខ្សោយហើយក៏ការហានិភ័យអ្នកដែលមានជំងឺទឹកនោមផ្អែមនៅយើងអាចឆ្លងមេរោគនៅលើស្បែកលើផ្នត់នោមឬអ្នកខ្លះអាចនឹងជាមួយនឹងចាញ់ធ្មេញណាវាមានឆ្លងមេរោគនឹងយ៉ាងផ្សេងយ៉ាងងាយដោយសារនៅក្នុងមាត់យើងសម្បូរដោយមេរោគបាក់តេរីអញ្ចឹងវាអាចឆ្លងណាពេលគាត់ខ្សោយទី9គឺឈាមរត់មិនល្អណាអញ្ចឹងអ្នកទឹកនោមផ្អែមការលំហូរឈាមទៅចុងជើងឬក៏បាតជើងហ្នឹងអត់វាអាចនឹងថយចុះខ្លាំងពោះវាមានជាតិស្ករច្រើនពេកណាវាខាប់ហើយអញ្ចឹងការលំហូរឈាមរត់ទៅហ្នឹងវាអត់បានចិញ្ចឹមដល់ចុងជើងឬបាតជើងបានត្រឹមត្រូវទេទី10ការខូចខាតស្ងាត់ណាអញ្ចឹងផលបាក់នៃការវិវត្តយ៉ាងស្ងាត់នេះនៅពេលដែលយើងមានអារម្មណ៍ល្អក៏ដោយក៏វាក៏វិវត្តដែរណាយើងបន្ថែមអារម្មណ៍ល្អនោះមានន័យថាយើងធម្មតាអ្នកជំនុំអាខ្ញុំធម្មតាការពិតអ្វីដែលផលបាក់របស់វាហ្នឹងដូចខាងលើហ្នឹងវាអត់ឲ្យយើងមានសញ្ញាអីដែលកត់សម្គាល់ឲ្យធ្ងន់ធ្ងរភ្លាមទេវាសឹមដែលយើងមិនបានចាប់អារម្មណ៍អញ្ចឹងយើងគិតថាធម្មតាឯងឥឡូវសុខភាពខ្ញុំធម្មតាទេការពិតការផលបាក់វាគឺគ្រប់វិនាទីគឺវាបង្កើនផលបាក់ធ្វើឲ្យយើងខូចខាតនៅសរីរាង្គផ្សេងៗនៅក្នុងខ្លួនរបស់យើងហ្នឹងបន្តិចម្ដងដោយស្ងប់ស្ងាត់យើងអត់បានចាប់អារម្មណ៍អញ្ចឹងដើម្បីជៀសវាងឬក៏របៀបនៃកាត់បន្ថយហានិភ័យខាងលើហ្នឹងទី1គឺត្រូវរក្សាជាតិស្ករក្នុងឈាមឲ្យស្ថិតនៅក្នុងការគ្រប់គ្រងឲ្យបានល្អអញ្ចឹងណាទឹកនោមផ្អែមហ្នឹងបើយើងត្រូវគ្រប់គ្រងមិនទៅយើងត្រូវទៀតដល់របបអាហារណាយើងត្រូវគិតលើរបបអាហាររបស់ជាតិស្ករឬក៏កំហុសផ្អែមរបស់អីច្រើនពេកយើងត្រូវប្រយ័ត្នទី2គឺលាបថ្នាំតាមបច្ចេកវិទ្យាបើលោកគ្រូពេទ្យគាត់ចេញចាត់ឲ្យយើងហូបថ្នាំប្រមាណដងឬក៏ប្រភេទថ្នាំអីគេយើងត្រូវតាមដានយើងត្រូវញ៉ាំទៅតាមបច្ចេកវិទ្យាដើម្បីឲ្យពេទ្យគិតថាតើការឬក៏ធ្វើរោគឆៃរបស់បានត្រឹមត្រូវយើងត្រូវការញ៉ាំថ្នាំជាងទេហើយយើងត្រូវទៅជួបជាមួយគ្រូពេទ្យឡើងវិញថាតើយើងអាចនឹងមើលឈាមអីឡើងវិញថាតើគាត់ចុះមកកម្រិតនៃល្អនៅជាតិស្ករគាត់ទី3ពិនិត្យសម្ពាធឈាមណាពិនិត្យឈាមឬក៏មួយទៀតនឹងកូលេស្តេរ៉ុលអញ្ចឹងណាយើងត្រូវតាមដានទាំងដែរទៅតាមឈាមព្រោះអ្នកទឹកនោមផ្អែមភាគច្រើនគឺឡើងសម្ពាធឈាមហើយនឹងពិនិត្យឈាមហ្នឹងយើងដឹងថាទៅជួបគ្រូពេទ្យនឹងពិនិត្យហើយតែដឹងថាតើជាតិស្ករគាត់ឡើងខ្ពស់លីស៊ីមីឡើងខ្ពស់A1C គាត់ឡើងខ្ពស់អត់អញ្ចឹងក្រោយពីឲ្យថ្នាំអីគ្រូពេទ្យទៅតាមដានហើយពិសេសទៅរឿងពោតកតងជាមួយនឹងជាតិខ្លាញ់ដែរកូលេស្តេរ៉ុលហ្នឹងយើងត្រូវការតាមដានដែរព្រោះជាតិខ្លាញ់ពេលណាដែលមានជាតិស្ករច្រើនខ្លាញ់ហ្នឹងក៏វាស្ទះវាអាចនឹងធ្វើឲ្យខាប់បើខ្លាញ់ច្រើននៅក្នុងខ្សែឈាមគោការរត់លំហូរនៃឈាមរបស់យើងទៅចំសរីរាង្គផ្សេងៗក៏ពិបាកដែរទី4គឺត្រូវពិនិត្យភ្នែកដំណងនោមនិងជើងជាប្រចាំណាព្រោះដូចខ្ញុំថាអញ្ចឹងទៅអានឹងការសង្កត់របស់វាការខូចខាតនៃជំងឺទឹកនោមផ្អែមហ្នឹងវាធ្វើឲ្យផលបាក់ឲ្យខូចភ្នែកណាតែទៅមួយដំណងនោមយើងត្រូវពិនិត្យឈាមអីហ្នឹងហើយនឹងជើងហើយយើងប៉ះអីទៅអត់ខកជាអីយូរទៅវាធ្វើឲ្យតម្រូវអត់ចេះបាត់អត់ជាទៅវាចេះទៅតម្រូវធំទៅអាចនឹងកាត់អីដែរកាត់អាហ្នឹងវាអត់វាហានិភ័យនៃការខូចជើងណាអាហ្នឹងអញ្ចឹងទី5ទៅបរិភោគអាហារដែលសម្រាប់សុខភាពល្អណាសម្រាប់សុខភាពរបបអាហារនិងសកម្មភាពរបស់យើងឲ្យមានសកម្មភាពឡើងវិញដូចជាហាត់ប្រាណយើងថាយើងហូបអាហារដែលចាំបាច់សម្រាប់អ្នកទឹកនោមផ្អែមហ្នឹងយើងត្រូវដឹងថារបបអាហារអ្នកទឹកនោមផ្អែមយើងត្រូវហូបម៉េចឲ្យមានល្អអនាម័យហើយនឹងកុំឲ្យសម្បូរទៅដោយជាតិស្ករអីចឹងទៅហើយយើងត្រូវការហាត់ប្រាណណាយើងហាត់ប្រាណជាប្រចាំណាយើងញ៉ាំទឹកញ៉ាំអីឲ្យបានច្រើនទៅអាហ្នឹងវាសរីរាង្គរបស់យើងគាត់ទៅល្អណាយើងកាត់បន្ថយហ្នឹងដែរទី6ហ្នឹងយើងកុំជក់បារីណាការជក់បារីហ្នឹងវាអត់ល្អសម្រាប់សុខភាពតាំងពីជំងឺហ្នឹងឬក៏តែទៅមកសួតគាត់ដែរណាវាអត់ល្អទេហើយដើម្បីឲ្យបានល្អនោះយើងការគ្រប់គ្រងជំងឺទឹកនោមផ្អែម
ឲ្យបានល្អឬក៏ជួយការពារទាំងបើយើងគ្រប់គ្រងជាតិស្ករហ្នឹងឬក៏នៅក្នុងសរីរាង្គយើងបានល្អឲ្យបានត្រឹមត្រូវណាយើងនឹងការពារតាំងពីការពារភ្នែកការពារតំងនោមសរសៃប្រសាទណាជំងឺសរសៃប្រសាទជំងឺបេះដូងឬក៏ជំងឺខួរក្បាលដាច់ខ្សែឈាមខួរក្បាលហ្នឹងជើងរបស់យើងហ្នឹងបើយើងគ្រប់គ្រងជាតិស្ករឲ្យបានល្អយកហូបថ្នាំដូចខ្ញុំរៀបរាប់ខាងលើហ្នឹងឲ្យបានត្រឹមត្រូវទៅនឹងជៀសវាងហើយជៀសវាងជំងឺមួយចំនួនហើយណាអញ្ចឹងដើម្បីឲ្យកុំឲ្យមានផលបាក់នៃជំងឺទឹកនោមផ្អែមអ្នកដែលការជំងឺទឹកនោមផ្អែមត្រូវតែតាំងចិត្តឬក៏ឲ្យដឹងពីផលបាក់នេះឬក៏ត្រូវទៅជៀសពីផលបាក់ទាំងផ្សេងៗដែរខ្ញុំបានរៀបរាប់ខាងលើនេះសូមបងប្អូនខំប្រឹងបើកើតឲ្យកុំបាក់ទឹកចិត្តខំប្រឹងព្យាបាលអានឹងថែសុខភាពហាត់ប្រាណឲ្យបានត្រឹមត្រូវដូចខ្ញុំបានរៀបរាប់ខាងលើនេះឲ្យបានជាប្រចាំនឹងពិតជាល្អសម្រាប់សុខភាពរបស់យើងណាសូមអរគុណ